នេះគឺជាការពិតដែលគ្មានមេត្តាមួយនៅក្នុងប្រទេសស៊ុយអែតឬស្វីដិនតើបងប្អូនដឹងទេថានៅប្រទេសស៊ុយអែតមានអ្នកខ្លះអាចរកប្រាក់ខែបានរហូតដល់ជាង$9,000ក្នុងមួយខែឬសូម្បីតែអ្នកអនាម័យក៏អាចមានប្រាក់ខែជិត$3,000ដែរតែកុំអាលឲ្យតួលេខទាំងនេះបោកបញ្ឆោតបងប្អូនឲ្យសោះថ្ងៃនេះ Estate High នឹងមកហែកកកាយអាចកំបាំងដែលគ្មាននរណាធ្លាប់និយាយប្រាប់បងប្អូនពីមុនមកតើលុយរាប់ពាន់ដុល្លារទាំងនោះនឹងត្រូវរលាយអស់ទៅវិញដោយរបៀបណាហើយតើជីវិតដែលគេថាមានក្តីសុខបំផុតលើโลกវាជាការពិតឬគ្រាន់តែជាការភូតកុហកមកដឹងការពិតដែលមិនមានការលាក់បាំងនៅទីនេះទី1ការបង់ពន្ធនិងតថភាពចំណូលជាការពិតណាស់ប្រាក់ខែនៅស៊ុយអែតគឺខ្ពស់ខ្លាំងអ្នកជំនាញ IT ឬវិស្វករអាចរកបាន$7,000ទៅ$9,000ហើយសូម្បីតែការងារទូទៅដូចជាអ្នកអនាម័យឬអ្នករត់តុក៏មិនក្រោម$2,500ដែរប៉ុន្តែនេះគឺជាចំណុចដែលគ្មានមេត្តាទី1គឺបិសាចពន្ធនៅទីនេះមនុស្សម្នាក់ត្រូវបង់ពន្ធជូនរដ្ឋចន្លោះពី 30% ទៅ 35% ឬលើនេះតាមកម្រិតចំណូលមានន័យថាបើមនុស្សម្នាក់រកបាន$9,000នោះគេនឹងត្រូវដកជូនរដ្ឋភ្លាមប្រហែលជា$3,000បាត់ទៅហើយបងប្អូនអាចនឹងសួរថាហេតុអ្វីបានជាគេសុខចិត្តចំណាយច្រើនម្ល៉េះចម្លើយគឺដោយសារតែសេវាសុខភាពនិងការអប់រំកូនគឺឥតគិតថ្លៃដែលវាគឺជាការដោះដូរដ៏ធំមួយទី2ម្ហូបអាហារការរស់នៅអ្វីដែលបងប្អូនត្រូវត្រៀមចិត្តសម្រាប់ជីវភាពប្រចាំថ្ងៃនោះគឺនៅទីនោះគ្មានសម្លកកឬម្ជូរគ្រឿងលក់តាមចិញ្ចើមផ្លូវដូចស្រុកយើងទេបងប្អូនមិនអាចដើរចេញមកក្រៅផ្ទះហើយរកទិញបាយស្រូបឬបាយកញ្ចប់បានភ្លាមឡើយចុះបើឃ្លានចង់ញ៉ាំនៅខាងក្រៅនៅតាមហាងកម្រិតមធ្យមសម្រាប់អាហារពេលថ្ងៃត្រង់មួយពេលបងប្អូនត្រូវចំណាយប្រហែល$15ទៅ$20បាត់ទៅហើយបើគិតជាលុយខ្មែរគឺជិត$80,000ឯណោះគ្រាន់តែបាយមួយពេលដូច្នេះហើយទើបមនុស្សភាគច្រើននៅទីនោះនិយមវិចខ្ចប់បាយម្ហូបពីផ្ទះទៅញ៉ាំនៅកន្លែងធ្វើការដើម្បីសន្សំសំចៃទី3ការទិញផ្ទះនិងតម្លៃអចលនទ្រព្យឥឡូវយើងចូលឲ្យកាន់តែជ្រៅបន្តិចទៅលើរឿងដែលសំខាន់បំផុតតើត្រូវមានលុយប្រមាណទើបអាចទិញផ្ទះនៅស៊ុយអែតបានតម្លៃផ្ទះនៅទីក្រុង Stockholm គឺខ្ពស់ខ្លាំងណាស់សម្រាប់អាផាតមិនដែលមានបន្ទប់គេងមួយតម្លៃជាមធ្យមអាចចាប់ពី$30,000រហូតដល់$60,000ឡើងទៅដើម្បីអាចទិញបានបងប្អូនត្រូវមានលុយត្រៀមសម្រាប់កក់យ៉ាងហោចណាស់15%នៃតម្លៃផ្ទះមានន័យថាបងប្អូនត្រូវមានលុយសុទ្ធក្នុងដៃចន្លោះពី$47,000ទៅ$7,000ទើបអាចចាប់ផ្ដើមសុបិនចង់មានផ្ទះនៅទីនោះបានសរុបមកជីវិតនៅស៊ុយអែតគឺជារឿងពិតដែលមនុស្សម្នាក់ត្រូវជ្រើសរើសប្រាក់ខែជិត$10,000មែនតែចំណាយក៏ខ្ពស់ដូចមេឃហើយពន្ធក៏ជារឿងដែលគ្មានមេត្តាដែរប៉ុន្តែអ្វីដែលទទួលបានមកវិញគឺគុណភាពជីវិតនិងសន្តិសុខសង្គមដ៏រឹងមាំបន្ទាប់ពីបានដឹងពីការពិតទាំងអស់នេះហើយតើបងប្អូននៅតែចង់ទៅសាកល្បងរស់នៅនិងធ្វើការនៅទីនោះដែរឬទេតើតួលេខប្រាក់ខែទាំងនេះស័ក្តិសមនឹងការលះបង់បាយសម្លម្ជូរគ្រឿងឬសម្លគោនៅស្រុកយើងដែរឬទេ comment នៅខាងក្រោមហើយបើចង់ដឹងពីតម្លៃទីផ្សារអចលនទ្រព្យជុំវិញពិភពលោកកុំភ្លេច follow Estate High